បងប្អូនដែលខកខានទៅលេងបុណ្យភូមិនៅផ្សារទំនើបជីបម៉ុងសប្តាហ៍ទី1បងប្អូនអាចទៅលេងបុណ្យភូមិសប្តាហ៍ទី2នៅថ្ងៃទី11 12ខែមេសានេះបានគឺនៅវត្តស្វាយអណ្ដែតហើយសកម្មភាពនេះដែរគឺជាសកម្មភាពដែលខ្ញុំបានទៅលេងបុណ្យភូមិនៅជីបម៉ុង271ហើយមានសកម្មភាពជាច្រើនទៀតនៅក្នុងវីដេអូនេះដូចជាមានការសម្ដែងល្ខោនស្រមោលស្បែកធំហើយនឹងរបាំត្រុដិជាដើមហើយនៅខាងក្រោមនេះគឺជារបាំត្រុដិដែលពួកគាត់ពួកបងខាងសិល្បៈគាត់សម្ដែងចប់ហើយគាត់ទៅថតរូបខាងមុខផ្កាយនេះផងដែរហើយនេះគឺជាសកម្មភាពដែលខ្ញុំបានទៅអង្គុយមើលបងគាត់ធ្វើផ្កាយធ្វើពីដៃពួកគាត់ផ្ទាល់ដើម្បីយកទៅទុកតាំងនៅផ្ទះអញ្ចឹងណាគឺគាត់ធ្វើដោយផ្ចិតផ្ចង់មែនទែនមិនងាយនឹងធ្វើបានទេហើយនេះគឺខ្ញុំបានទិញអាវអនុស្សាវរីយ៍ពីបុណ្យភូមិមួយផងដែរគឺអាវនេះគឺស្អាតប្លែកតែម្ដងហើយចំខែនឹងខែក្តៅផងដែរគឺគាត់ design អាវមកគឺល្អមែនទែនមានប្រហោងមានអីប្រហោងកាឡាអញ្ចឹងទៅគឺពាក់ទៅត្រជាក់ស្រួលមែនទែនហើយការរៀបចំតុបតែងនៅផ្សារទំនើបជីបម៉ុងនេះគឺស្រស់ស្អាតមែនទែនជាពិសេសផ្កាយបុណ្យភូមិកំពុងតែរះនៅកណ្ដាលផ្សារនេះតែម្ដងហើយនេះគឺសកម្មភាពដែលខ្ញុំដើរទៅកំសាន្តនៅក្នុងផ្សារហ្នឹងគឺមានរៀបចំគោមផ្កាយលក្ខណៈ web នេះចូលឆ្នាំខ្មែរយើងហ្នឹងគឺខ្ញុំស្រឡាញ់ពេញចិត្តខ្លាំងមែនទែនអ្នកទាំងអស់គ្នាអាចឃើញនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំដើរមើលជុំវិញផ្សារហ្នឹងហើយក៏បានឈៀងទៅចូលមើលទិញអីវ៉ាន់ខ្លះបន្តិចបន្តួចប៉ុន្តែចាប់អារម្មណ៍ជាងគេគឺខ្ញុំមកលេងបុណ្យភូមិនៅផ្សារទំនើបជីបម៉ុងនេះជាលើកទី2ហើយគឺឆ្នាំមុនក៏ខ្ញុំបានមកលេងនៅផ្សារទំនើបជីបម៉ុងនេះផងដែរហើយសូមបញ្ជាក់ម្ដងទៀតបងប្អូនដែលយើងខកខានទៅលេងបុណ្យភូមិសប្តាហ៍ទី1នេះអាចទៅលេងបុណ្យភូមិសប្តាហ៍ទី2នៅវត្តស្វាយអណ្ដែតនៅខាងដររិក្ស័ព្ទឆ្លងទៅខ្ញុំមិនដែលបានទៅលេងនៅខាងវត្តស្វាយអណ្ដែតទេតែមួយឆ្នាំគឺដឹងតែបានមកលេងបុណ្យភូមិម្ដងឯងទោះអត់បានទៅលេងតាមវត្តក៏បានទៅលេងផ្សារទំនើបដែរអត់មិនបានបុណ្យភូមិឆ្នាំហ្នឹងអញ្ចឹងឆ្នាំហ្នឹងបងដែលអត់ទាន់បានទៅលេងនៅសប្តាហ៍ទី1អាចទៅលេងនៅសប្តាហ៍ទី2បានគឺនៅវត្តស្វាយអណ្ដែតឃើញបងខាងលេបុណ្យភូមិគាត់ផុសផ្សព្វផ្សាយច្រើនមែនទែនព្រោះយើងមកលេងបុណ្យភូមិដូចបានជួយអភិរក្សវប្បធម៌របស់ខ្មែរយើងអញ្ចឹងណាឃើញគាត់ស្លៀកក្បិនស្លៀកអីគឺមានការចង់ស្លៀកខ្លាំងមែនទែនប៉ុន្តែដោយហេតុតែខ្ញុំទៅម្នាក់ឯងហើយណាមួយខ្ញុំពេលវេលាខ្លីថៃត្រឡប់មកផ្ទះវិញអញ្ចឹងណាអញ្ចឹងបានដើរមើលកំសាន្តតិចតួចហើយនេះគឺជាសកម្មភាពដែលបងគាត់របាំត្រុដិឥឡូវនេះខ្ញុំឈប់ voice over ហើយអ្នកទាំងអស់គ្នាទស្សនាការរាំរបាំត្រុដិរបស់បងខាងសិល្បៈបុណ្យភូមិទាំងអស់គ្នាដូចតទៅមួយអប្រឹងព្រៀនព្រៃអត់ដេញស្កាត់ប្រឹងព្រៃក៏រត់ណាបាត់កាយព្រៀនបាញ់អខំមកតព្រៀនបាញ់អខំមកតអើប្រឹងឡងលឿនដាក់ព្រៀនខំអបេចោលើកនោះអបគូបងកាយប្រឹងថៃក៏រត់ណាបងកំឡងខ្លងណាយក្នុងគ្នាលេងខាងចិត្តបរិសុទ្ធនៃជារបាំអពុមានដេញស្ទែនអចាប់មរំក៏ក្រែងអក៏កាយសង្ឃឹកអពេញព្រៃអាមានសង្ឃឹកអពេញព្រៃអើយ៉ាងជាអត់ដើរកាំ
tung kinh ở đá cho prang thầy ở rốt na bắn lục ai lót lời ở đặng chiến ơi công lòng ai nó kia đi thằng khách vô để sắc này chia lo ăn cha 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 mong ơi cái mong thằng ơi em priស្រីក្រចកវែងចេញរងអត់ទុំតែដេញស្ទាក់អត់ចាប់មើលថ្លៃអាយទៅមុខអត់ក្រោយទៅណាមានណាទៅមុខអត់ក្រោយទៅអើយកំឡងអាយអត់គ្នាទេអញចិត្តបរិសុទ្ធជារបានcha cha cha mong ơi cái mong ơi tăng áo chênh áo chuối con prang phật áo viên xa tuần sao có chênh ra ai riêng bánh áo prang sắp miền riêng bánh áo prangเอ้ยกำลังลองงานน้ำเพียเด็กตั้งแต่บริสุทธิ์ในที่เราบังชาชาชาบงเอ้ยกระมงเอ้ยกำลังลองงานบริสุทธิ์ในที่เราบังชาชาชาบงเอ้ยกระมงเอ้ยត្រត់ខ្ញុំសូមលីហើយចាប់ប៉ុននឹងអាយត្រតែងអបោកាយរៀបដំអនាទៅណាមានណារៀបដំអនាទៅអើយត្រត់ខ្ញុំសូមជួបសេនារីអបជួបតែពុទ្ធិណាបអាយពួនតែអប្រណាមានណាទាំងពួនអប្រអើយកំឡងណាយក្នុងមានទេតាំងចិត្តបរិសុទ្ធជារបានcha cha cha mong ơi cái mong ơi cầm lòng cầm kia lên cầmចិត្តបរិសុទ្ធជារបាន cha 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 mong ơi cái mong cầm lòng cầm kia lên cầmចិត្តបរិសុទ្ធជារបាន cha 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 mongហើយបន្ទាប់ពីខ្ញុំមើលការសម្ដែងជារបាំត្រុដិរបស់បងខាងសិល្បៈបុណ្យភូមិរួចមកក៏ខ្ញុំមកចាប់អារម្មណ៍មកមើលអាវដូចនៅក្នុងដើមវីដេអូអញ្ចឹងខ្ញុំបានទិញអាវមួយពណ៌សនេះគឺតម្លៃពេញវា 77,000 ប៉ុន្តែខ្ញុំទិញនៅចំណោម 12 អ្នកដំបូងគេព្រោះខ្ញុំទៅតាំងព្រឹកអញ្ចឹងគាត់បញ្ចុះតម្លៃឲ្យសល់តែ 60,000 ជាងទេហើយនេះគឺបងដែលគាត់សម្ដែងរបាំត្រុដិនឹងចាប់គាត់មកថតរូបនៅមុខ
ផ្កាយបនភូមិហ្នឹងគឺមើលទៅស្រស់ស្អាតមែនទែនហើយបន្តមកទៀតខ្ញុំបានទៅអង្គុយលេងជាមួយមិត្តភ័ក្តិរបស់ខ្ញុំគាត់បានមកដែរអញ្ចឹងណាខ្ញុំជួបគ្នាខ្ញុំបានទៅអង្គុយមើលគាត់ធ្វើផ្កាយខ្ញុំអត់បានធ្វើទេដោយហេតុតែខ្ញុំត្រូវប្រញាប់មកផ្ទះវិញផងហើយផ្កាយហ្នឹងគឺត្រូវប្រើពេលយូរណាស់យើងត្រូវតែផ្ចិតផ្ចង់ធ្វើទៅវាបានស្អាតអញ្ចឹងណាបន្ទាប់ពីមើលបងនិងមិត្តភ័ក្តិខ្ញុំធ្វើផ្កាយរួចមកខ្ញុំក៏បានទៅមើលមិត្តភ័ក្តិខ្ញុំបន្តទៀតគាត់ទៅលេងលោតបាវហើយលោតបាវនេះផងដែរគឺគាត់ដូរទាំងកណ្ដាលថ្ងៃត្រង់ប៉ុន្តែគាត់សប្បាយរីករាយមែនទែនព្រោះការលេងល្បែងវិជ្ជាប្រៃធ្វើឲ្យយើងមានភាពសប្បាយរីករាយស្វាហាប់មានចិត្តមោះមុតអីចឹងទៅនេះគាត់លោតបាវយ៉ាងសប្បាយរីករាយមែនទែនបន្តមកទៀតមានសកម្មភាពជាច្រើនទៀតនៅក្នុងហ្នឹងដូចជាមើលល្ខោនសមោស្បែកធំអីចឹងណាល្ខោនសមោមិនដូចមិនសមោស្បែកធំទេនេះបង្ហាញយ៉ាងតូចដែរហើយនេះគឺមានការលក់របស់របរនៅខាងក្នុងនឹងរបស់សម្រាប់ហូបសម្រាប់អីមានសកម្មភាពជាច្រើនទៀតនៅក្នុងផ្សារបុណ្យភូមិអីនឹងផងដែរហើយនេះដែរគឺជាល្ខោនសមោដែលខ្ញុំបាននិយាយខាងមុនហ្នឹងគឺមានការសម្ដែងមើលទៅជក់ចិត្តខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានតាកើតទេអើយហើយទៅគៀនទៅគៀនកន្លែងនោះមានស្មៅច្រើនណាអឺអានេះឃើញកបីគ្នាវាដូចញៀនសាច់មកតអានោះlạiទៅស៊ីស្មៅក្បែរនោះសិនណាអើអីណាជីកបីម្នាក់ថ្ងៃឯងអីយើងតពីខ្ញុំអង្គុយមើលល្ខោនសមោលមកសន្ទុះក៏ខ្ញុំមកដើរមើលនៅខាងមុខនៃបនភូមិហ្នឹងគឺមានការបង្វិលកងសេរីសួស្តីសត្វទាំង12ឆ្នាំទាំង12នឹងឯងហើយនេះគឺមានបង្វិលកងសេរីសួស្តីសត្វទាំង12ដើម្បីជួបស្នេហ៍ពិតអីណារបស់គាត់ដាក់ទៅទំនងមែនតើណាខ្ញុំក៏សម្រេចចិត្តបង្វិលដែរសូមគាត់បង្វិលគឺបង្វិលដោយ free ហើយយើងមើលជោគសំណាងរបស់យើងអញ្ចឹងណាខ្ញុំបានបង្វិលនេះចាំមើលតែខ្ញុំចំឆ្នាំអ្វីហើយគេបង្វិលកងធំមួយនឹងហើយគេបង្វិលកងតូចនឹងមួយទៀតhay voilà nhằm tập tình bạn em bỏ cưới thôi cho bác ăn thôi chanh cái sắp rõ được không? Ủa chuột kê sả lánh kê kìa ông sả lánh rồi Tí tên nào với nhân nè chuột ngoài vô Đi vào Hà Lan Chắc vào Hà Lan nhưng mà sao lưng rồi nè mình lười sao rồi năm cho Ồ, đi rõ bên chân Chắc một tí đi បន្ទាប់ពីបង្វិលកនឹងហើយគាត់ឲ្យខ្ញុំចាក់កាពីប៉ុន្តែដោយចាក់កាពីនឹងត្រូវយើងប្រើដៃពីរដាក់កាពីនៅលើក្បាលហើយចាក់អញ្ចឹងណាអញ្ចឹងអត់បានថតវីដេអូទេព្រោះអាឡ័យតែអានកាពីអានអីហើយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមដល់ចប់ហើយនេះបានទៅដូរអាវបុណ្យភូមិពាក់នៅក្នុងផ្សារនឹងឲ្យបានភ្លាមតែម្ដងហើយដើរមើលគេលក់ផ្កាលក់អីគេមានតាំងពីពណ៌លក់ផ្កាផលិតផលអីចឹងណាបាយបាយ